សូមនិមន្តជើញនមស្ការទាំងអស់គ្នាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมមាសម្ពុទ្ធស្សៈខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះគុណពធផងប្រសងផងដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាសពការសូមក្រាបថ្វាយបង្គំគុណចាស់គ្រប់ព្រះអង្គដោយសេចក្តីគោរពនិងសេចក្តីកោតក្រែងសូមគោរពញាតិញោមពុទ្ធបរិស័ទទាំងអស់ជាទីគោរពជាទីរាប់អាននេះសម័យញាតិញោមបច្ឆាជាតិបច្ច័យញាតិណាហ្នឹងហើយគឺរូបធម៌កើតមុនជាបច្ច័យដល់នាមធម៌ដែលកើតតាមតែធម្មនេះរូបនាមធម៌ដែលកើតក្រោយនេះជាបច្ច័យនៃរូបធម៌ដែលកើតមុននឹងសម័យណាហើយយើងដូចចប់អាសេវនៈបច្ច័យទៅញោមនោះហ្នឹងសេវនៈបច្ច័យបែរថាបច្ច័យវារាប់តាំងពីណាទៅបច្ច័យរាប់ពីតាំងពីនេះទី1ដល់ទី6នឹងហៅថាបច្ច័យបើថាជីវ័នទី1ជាបច្ច័យដល់ជីវ័នទី2ជីវ័នទី2ជាបច្ច័យដល់ជីវ័នទី3ជីវ័នទី3ជាបច្ច័យដល់ជីវ័នទី4ជីវ័នទី4ជាបច្ច័យដល់ជីវ័នទី5ជីវ័នទី5ជាបច្ច័យដល់ជីវ័នទី6ជីវ័នទី6ជាបច្ច័យដល់ជីវ័នទី7ដល់ជីវ័នទី7នេះវាមិនអាចជាបច្ច័យដល់តតិទេព្រោះតតិជាវិបាកអញ្ចឹងតតិមិនមែនជីវ័នវាមិនអាចជាអសេវនៈបច្ច័យទេអញ្ចឹងវាបានត្រឹមតែអសេវនៈបច្ចុប្បន្ននៅខាងនេះជីវ័នខាងដើមនេះក៏មិនបានជាអសេវនៈបច្ចុប្បន្នដែរព្រោះអីព្រោះចិត្តដែលកើតមុនវានេះជាអហេតុកកិរិយាអញ្ចឹងវាមិនមែនជាជីវ័នវាមិនអាចជាបច្ច័យដល់ណាវាមិនមែនជាជីវ័នទី1នឹងមិនមែនជាបច្ចុប្បន្នណាព្រោះមិនមែនជាផលរបស់ជីវ័នទី1ដោយអសេវនៈបច្ច័យអញ្ចឹងខាងដើមនេះជាបច្ច័យតែម្យ៉ាងខាងចុងនេះជាបច្ចុប្បន្នតែម្យ៉ាងតោះនេះខ្ញុំណាយើងមកមើលជីវ័នទី1នេះជាបច្ច័យតែម្យ៉ាងជីវ័នទី7នេះជាបច្ចុប្បន្នតែម្យ៉ាងបច្ចុប្បន្នมันជាផលរបស់បច្ច័យចំណែកបច្ច័យភេទហេតុញ៉ាំងឲ្យផលកើតឡើងហើយបើនៅសកលានេះទី2នេះទៅដល់ទី6នេះវាបានទាំងពីរយ៉ាងទាំងបច្ច័យផងទាំងបច្ចុប្បន្នផងណាវាបានទាំងពីរយ៉ាងគឺបានទាំងបច្ច័យនិងបច្ចុប្បន្នមិនតើនេះស្គាល់ពាក្យបច្ច័យនិងបច្ចុប្បន្នបច្ច័យប្រែថាជាហេតុឲ្យផលកើតឡើងអញ្ចឹងផលណាកើតឡើងពីហេតុផលនោះហៅថាបច្ចយុបន្នបច្ចយុបន្នតើនេះកន្លែងនឹងញោមមានអីខ្វះខាតទេស្គាល់ពាក្យបច្ច័យបច្ចុប្បន្នណាណាដែលស្ដាប់កន្លែងនេះយល់ញោមទៅស្ដាប់មហាប្រធាននោះបានហ្នឹងមានអីចន្លោះខ្វះខាតទេសូមអញ្ជើញបើអត់យើងទៅដល់បច្ច័យថ្មីញោមមានអីទៀតទេក្នុងអាសេវនៈបច្ច័យហ្នឹងទាំងបច្ច័យទាំងបច្ចុប្បន្នមានអីទេបើអត់មានអីយើងចូលទៅបច្ច័យថ្មីឯណា
យើងថ្ងៃនេះមកដល់កម្មបច្ច័យហើយកម្មបច្ច័យធម៌ដែលឧបការៈដោយភាពជាកិរិយាពោលគឺសេចក្តីព្យាយាមតាមផ្លូវចិត្តកម្មនឹងសម្រេចតាមផ្លូវចិត្តដែលតតែងអង្គប្រកបគឺកាយវិចារចិត្តណាកម្មនឹងវាតតែងឲ្យសម្រេចតាមកាយតាមវិចារតាមចិត្តអញ្ចឹងកម្មមានពីរយ៉ាងញោមវាមានឈ្មោះថាសហចេតកម្មបច្ច័យហើយនិងនានខនិកកម្មបច្ច័យមានពីរយ៉ាងនេះមានឈ្មោះថាសហចេតកម្មបច្ច័យឬមួយហើយនឹងនានខនិកកម្មបច្ច័យណាសហចេតកម្មបច្ច័យគឺចេតនាកើតរួមណាកើតរួមជាមួយបច្ចុប្បន្នធម៌ទាំងអស់កើតរួមបច្ចុប្បន្នធម៌ទាំងអស់ដែលប្រព្រឹត្តទៅដោយអំណាចនៃការសម្រេចទួលនីតិរបស់ខ្លួននិងរបស់អ្នកដទៃចំណែកនានខនិកកម្មបច្ច័យគឺចេតនាគឺអកុសលចេតនានិងអកុសលចេតនាញ៉ាំងកិច្ចគឺការតាក់តែងដើម្បីការកើតឡើងនៃនៅវិបាកនិងកដត្តារូបកដត្តារូបនេះស្មើនឹងកម្មច្ចរូបនេះទាំងឡាយក្នុងការដតីដែលអ្នកកើតឡើងដោយកម្លាំងនៃការតាក់តែងនោះឲ្យសម្រេចហើយរលត់ទៅនៅទីនេះលោកបានប្រាប់ឯណាអង្គធរសហចេតកម្មបច្ច័យគឺចេតនាក្នុងចិត្ត89ដួងចេតនាក្នុងចិត្តទាំងអស់ណាចេតនាក្នុងចិត្ត89ដួងហ្នឹងហើយនឹងអីចេតសិកវាចេតនាមួយមកនៅសល់
51ចេតនាចេតនាដែលវាកើតព្រមជាមួយនឹងចិត្តចេតសិក51កើតព្រមនេះប្រូទីនណាចេតនាដែលកើតព្រមនឹងចិត្ត89និងចេតសិក51ហ្នឹងចេតនានោះឈ្មោះថាឈ្មោះថាសហជាតិកម្មបច្ច័យនឹងបានសេចក្តីថាបច្ច័យនិងបច្ចុប្បន្ននឹងកើតព្រមគ្នាអញ្ចឹងកាលណាបើកើតព្រមគ្នានឹងហៅថាសហជាតិអញ្ចឹងណាសហជាតិកម្មបច្ច័យមិនញោមកន្លែងហ្នឹងយល់ទេសេចក្តីកន្លែងហ្នឹងបានន័យថាបច្ច័យវិចេតនាហ្នឹងហើយនឹងចិត្តហ្នឹងណាមួយក្នុង89ហ្នឹងកើតព្រមគ្នាព្រមដោយចេតសិកកើតមួយចិត្តណាមានចេតសិកប៉ុន្មានទៅតាមហ្នឹងទៅនេះយើងទៅសេរួមហ្នឹងញោមណាមិនកន្លែងនេះខ្វះខាតអីទេសូមជ័យញោមណាខ្វះខាតអីជ័យពាក្យថាព្រមគ្នាបានន័យថាអត់មុនអត់ក្រោយកើតឡើងមកព្រមគ្នាដូចយើងងើបឡើងឈរអញ្ចឹងជើងទាំងពីរហ្នឹងជាន់នឹងដីងើបតែម្ដងហ្នឹងព្រមគ្នានឹងទាំងពីរខាងយ៉ាងណាមិញចិត្តនិងចេតសិកវាព្រមគ្នាអញ្ចឹងចេតនាហ្នឹងហៅថាសហជាតិកម្មបច្ច័យណាឥឡូវមានញាតិណាមិនទាន់សូមជ័យមួយព្រោះយើងអត់ត្រឡប់មកវិញទៀតទេខ្ញុំយើងលែងត្រឡប់មកវិញទៀតហើយព្រោះអីយើងមកលើកនេះលើកទី2ហើយណាញាតិណាច្រឡះកន្លែងណាជ័យងាយយល់ទេណាកន្លែងហ្នឹងណាខ្ញុំណាមិនលំបាកយល់ទេអ្នកគ្រូជំរាបសួរចាជ័យអ្នកគ្រូជួយបន្ថែមតិចទៀតមកឧទាហរណ៍ថានៅក្នុងនេះយើងយកកម្មបច្ច័យតួកម្មជាបច្ច័យអញ្ចឹងអ្នកគ្រូហើយតួកម្មជាបច្ច័យហ្នឹងយកតួចិត្តចេតនាក្នុងចេតសិកមួយហ្នឹងកើតជាមួយចិត្ត89អញ្ចឹងអ្នកគ្រូចាចាហើយកន្លែងនេះសហហ្នឹងបានន័យថាវាព្រមមួយចិត្តផងចាវាកើតព្រមមួយចិត្តនិងចេតសិករួមគ្នាហ្នឹងបានហៅថាសហជាតិចាកម្មបច្ច័យចាហើយដល់ផលរបស់វាដែលជាបច្ចុប្បន្នហ្នឹងឯគេអ្នកគ្រូហ្នឹងផលវាហ្នឹងគឺចិត្ត89ចេតសិក51ហ្នឹងផលហើយ
នេះបអូច្ច័យខាងនេះនេះបច្ច័យចេតនានេះជាតួបច្ច័យបច្ច័យចាអ្នកគ្រូតដល់ពេលបច្ច័យនេះខ្ញុំយល់ដល់ពេលវាសហគ្នាវាកើតមួយចិត្តប៉ុន្តែវាយកបច្ច័យធំបច្ច័យហ្មងគឺតួចេតនាហ្នឹងណាអ្នកគ្រូចាចេតនាជាបច្ច័យចាចំណែកហើយចិត្តនិងចេតបច្ចសិកយុនេះជាបត្តច្ចយុត្តបាននេះចាចេតនានិងចិត្តបច្ចសភាមួយចាចិត្ត89ចេតសិក51នេះជាបច្ចយុត្តបាន ចាអ្នកគ្រូថែមអានឹងតិចតិចមកកុំឲ្យភ្លេចណាហ្នឹងហៅថាបច្ចុប្បន្នដល់ចេតហើយវានាហ្នឹងវាកើតអញ្ចឹងចេតនាហ្នឹងគេឈ្មោះថាសហចេតកម្មបច្ច័យបើចេតនានឹងកើតមួយវិបាកក៏វាកើតដែរនៅអ្នកគ្រូអានេះបើយើងនិយាយមកចិត្តពីសហជាតិណាកុំអាលយកអីមកទៀតចាំដល់ពេលផ្សេងទៅចាំយើងគិតទៀតចាអត់យល់ពាក្យសហនឹកសិនព្រោះវាមានពីរឈ្មោះវាមានពីរយ៉ាងនេះមួយឈ្មោះនានអ្នកខណៈកម្មនេះយើងកំពុងសិក្សាពីសហជាតិកើតព្រមចាកើតប្រងគ្នាបច្ច័យនិងបច្ចុប្បន្នកើតប្រងគ្នាចាចាអ្នកគ្រូមួយយើងដាក់មកក្រោមចឹងខ្ញុំអរម្យ៉ាង បច្ច័យនិងបច្ចុប្បន្នណាបច្ច័យនិងបច្ចុប្បន្នហ្នឹងហៅថាការព្រមគ្នាសន្ទុះនេះបច្ច័យនេះបច្ចុប្បន្នតពីនេះកើតព្រមគ្នាណាបច្ច័យនិងបច្ចុប្បន្នកើតព្រមគ្នាពេលហ្នឹងបច្ច័យហ្នឹងហៅថាសហចេតកម្មបច្ច័យនឹងតួនឹងចេតនានឹងកើតព្រមគ្នា
มันតែមិនមុនមិនក្រោយតែព្រមគ្នាបច្ច័យនិងបច្ចុប្បន្នកើតដំណើរគ្នាកើតព្រមគ្នាមិនមុនមិនក្រោយគ្នានឹងកើតព្រមគ្នាអ្នកពីរហ្នឹងបច្ច័យនិងបច្ចុប្បន្នកើតព្រមគ្នានឹងបច្ច័យនិងបច្ចុប្បន្នកើតព្រមគ្នាឈ្មោះថាសហជាតិកម្មបច្ច័យសហជាតិហើយតួចេតនាវាជាតួកម្មនឹងហៅថាសហជាតិកម្មបច្ច័យនៅមានអីទៀតកន្លែងហ្នឹងសូមអញ្ជើញបខាតអីទេកន្លែងនេះនៅចន្លោះអីទៀតសូមអញ្ជើញសូមគោរពអ្នកគ្រូចូលរៀងលែតសំទោសអ្នកគ្រូបច្ចុប្បន្នហ្នឹងប្រែថាម៉េចអ្នកគ្រូទៀតជាផលបច្ចុប្បន្នប្រែថាផលបច្ច័យប្រែថាហេតុហេតុនិងផលកើតព្រមគ្នាចាអរគុណអ្នកគ្រូទៀតប្រធានព្រះអង្គបានថាបាលីហៅថាបច្ច័យនិងហេតុបច្ចុប្បន្នប្រែថាផលចាអរគុណគោរពអរគុណអ្នកគ្រូទៀតហើយញាតណាទៀតទេកន្លែងហ្នឹងនឹងហៅថាកើតព្រមគ្នានឹងគឺចេតនានឹងឯងដើរតួជាកម្មនៅទីនេះគឺវាតតែងណាចេតនាប្រែថាតតែងអីតតែងចិត្តនិងចេតសិកកើតរួមគ្នាកើតព្រមគ្នាកើតដំណើរគ្នាកើតមិនមុនមិនក្រោយពីគ្នានឹងចេតនានឹងហៅថាសហជាតិកម្មបច្ច័យណាមួយទៀតគឺចេតនាដែលចេតនាចេតសិកនេះណែកើតជាមួយនឹង
ុសលចិត្តនិងអកុសលចិត្តណាចេតនានឹងបានន័យថាវាកន្លងទៅហើយបច្ច័យហ្នឹងណាចេតនានឹងដែលកន្លងទៅហើយបានវាជាបច្ច័យណាជាបច្ច័យដល់អីជាបច្ច័យដល់ធម៌ដែរមានក្នុងបច្ចុប្បន្ននេះណាចេតនាណាដែលជាបច្ច័យដល់ធម៌ដែលជាបច្ចុប្បន្ននេះអញ្ចឹងធម៌ដែលជាបច្ចុប្បន្នហ្នឹងបានដល់អីបានដល់វិបាកវិបាកកចិត្តទាំងអស់ហ្នឹងវិបាកកចិត្តទាំងអស់នេះយើងវិបាកយើងចែកជាពីរទៅណាជាលោកយៈវិបាក32ជាបច្ច័យដល់លោកុត្តរវិបាក8ឬ20 8ឬ20សំដៅ4ឬ20 4 20 ចា4ឬ20ណាចេតនានោះឈ្មោះថានានកនិកកម្មបច្ច័យអ្នកគ្រូថែមលេខ0មួយផង4 អូអរគុណណានេះនានមកពីនាបូកនៃខនិកៈណាខនិកៈយកមកសន្ធិចូលគ្នាចឹងមកបានថានានខនិកៈខនិកៈនានខនិកៈគឺផ្សេងគណៈគ្នាអត់កើតព្រមគ្នាផ្សេងគណៈនាគឺផ្សេងគណៈគ្នានានខនិកៈបានតែផ្សេងគណៈផ្សេងពីអីផ្សេងពីចេតនាដែលកំពុងកើតឡើងអញ្ចឹងចេតនាដែលកំពុងកើតឡើងវាអត់កើតព្រមមួយហ្នឹងបច្ចុប្បន្នទេណាវាអត់កើតព្រមណាវាឲ្យផល
ក្រោយអញ្ចឹងផលកើតក្រោយពីវាអញ្ចឹងចេតនាណាដែលអាចឲ្យផលកើតក្រោយពីវានោះចេតនានោះមានឈ្មោះថាជានានខនិកកម្មបច្ច័យអញ្ចឹងវាមិនអាចឲ្យផលតំណាលគ្នាឲ្យផលតំណាលគ្នាបានតែលោកុត្តរកុសលនៅទីទាំងនេះពីវគ្គហ្នឹងមួយនានខនិកកម្មបច្ច័យមួយសហជាតិកម្មបច្ច័យនេះចេតនាហ្នឹងគេឈ្មោះថាសហជាតិខាងលើនេះចេតនាខាងក្រោមនេះឈ្មោះថានានខនិកៈឥឡូវនៅអីមិនតាន់ច្បាស់សូមចេះញាតិញ៉ាតន់ច្បាស់កន្លែងណាសូមជួយ អ្នកគ្រូ ចា អ្នកគ្រូសូមជួយប្រែនានខនិកកម្មបច្ច័យនឹងឲ្យបន្តិចមកអ្នកគ្រូ មកពីពាក្យនានាបូកខនិកៈនានាបូកនឹងខនិកៈនានាប្រែថាផ្សេងផ្សេង ចាខនិកៈ ខ នឹងប្រែ ណៈគឺ ថា ខណៈខណៈ អូខណៈ ពេលវេលាណា ចា ខណៈវាផ្សេងគ្នាបានន័យថាខណៈរបស់បច្ច័យនិងខណៈរបស់បច្ចុប្បន្នផ្សេងគ្នា អូចាអ្នកគ្រូនានា ខនិកៈ ខនិកៈខណៈហេម្ដងទៀតមកអ្នកគ្រូដូចចាប់អត់តាន់បាននានាមិនប្រែថាមិនអ្នកគ្រូ នានាប្រែថាផ្សេងផ្សេង ផ្សេង ចា កាត់យកមក ចាខនិកៈគឺខណៈ ខណៈ ណាអញ្ចឹងរវាងបច្ច័យនិងបច្ចុប្បន្នវាផ្សេងខណៈគ្នាអត់ដំណាលគ្នាទេអត់ខុសពីខាងលើសហជាតិវាកើតព្រមគ្នាដំណាលគ្នាជាមួយគ្នាតែពាក្យនានាខនិកៈនេះវាបច្ច័យវាកើតផ្សេងកើតមុនបច្ចុប្បន្នរបស់វាកើតក្រោយអត់ដំណាលគ្នាមិនព្រមគ្នាមិនជាមួយគ្នាផ្សេងពីគ្នា
ដតៃពីគ្នាមិនព្រមគ្នានឹងវាវច មិន នៈ ព្រម ចា ចាដោយសារតាចេតនាក្នុងទីនេះយកក្នុងអកុសលហើយនិងកុសលនៅអ្នកគ្រូហើយវិបាកអាចហើយជាបច្ចុប្បន្នបានជាវិបាក32 ចាចេតនានៅក្នុងកុសលអកុសល អរគុណអ្នកគ្រូ ចា គ្រូជំរាបសួរអ្នកគ្រូខ្ញុំ ចា សូមឲ្យអ្នកគ្រូយល់កន្លែងចេតនាលោកយៈវិបាកហើយនឹងលោកកុត្តរវិបាកហ្នឹងមិនខ្ញុំម្ល៉េះដាច់សេវាសូមបន្តិចអ្នកគ្រូ ចេះខ្ញុំមើល ធម្មតានៅក្នុងកុសលចិត្តអកុសលចិត្តវាមានចេតនាអញ្ចឹង ចា ចេតនានៅក្នុងលោកយៈចិត្តវាជាបច្ច័យឲ្យលោកយៈវិបាកកើតចេតនានៅក្នុងលោកកតរៈកុសលអានឹងវាជាបច្ច័យឲ្យលោកកតរៈវិបាកកើតអញ្ចឹងណាមកចុះ ចា តោះនេះ ចាអ្នកគ្រូតន់ហើយដល់ពេលចេតនាហ្នឹងឲ្យឈ្មោះថានានាខនិកកម្មបច្ច័យនេះអ្នកគ្រូ ដែលវាឈ្មោះនានាខនិកកម្មបច្ច័យព្រោះអីព្រោះវានឹងវាមិនអាចកើតព្រមចេតនានឹងបើបច្ច័យហើយនៅកណ្ដាលនេះបច្ចុប្បន្នវាអត់កើតព្រមគ្នាពេលវេលាវាដតីពីគ្នាមិនជាមួយគ្នាមិនព្រមគ្នាអានេះវាកើតមុនចេតនានេះកើតមុនបច្ចុប្បន្ននេះកើតក្រោយក្រោយនឹងអត់មានកំណត់ពេលវេលាទេក្រោយនឹងបានន័យថាអាណត្តិរបស់វាផុតនៅពេលអូនេះខ្ញុំសេបច្ចុប្បន្ននេះហៅបច្ចុប្បន្នអានេះហៅថាបច្ច័យមួយឡើងមកទៅចេតនាដែលកន្លងទៅហើយជាបច្ច័យដល់ជាបច្ច័យដល់ធម៌ដែលកើតក្រោយនេះបាទវាស្រួលចាប់បានទៅនេះជាបច្ច័យដល់ធម៌ដែលកើតក្រោយចេតនាដែលកន្លងទៅហើយជាបច្ច័យដល់ធម៌ដែលកើតក្រោយនេះធម៌ដែលកើតក្រោយនោះហៅថាបច្ចុប្បន្ន
មេធននេះដែលកើតក្រោយពួកលោកយៈវិបាកឬលោកកត្រវិបាកពួកវិបាកចិត្តទាំងអស់នេះពួកបច្ចយុបន្ននេះពួកបច្ច័យពួកតួកម្មហ្នឹងវាឲ្យផលនៅពេលដែលវាកន្លងពេលទៅកាលយូរឆាប់តាមសំគួរដល់កម្លាំងរបស់វាបើលោកកត្រកុសលនឹងវាឲ្យផលបន្ទាប់ពីវារលត់ទៅតែពួកលោកយៈកម្មលោកយៈកុសលកម្មឬអកុសលកម្មវាឲ្យផលអត់បានលឿនទេណាយ៉ាងហោចក៏7ថ្ងៃឡើងទៅតែបើលោកកត្រកុសលអានឹងវាកើតភ្លាមវារលត់ទៅហើយវាឲ្យផលភ្លាមយើងឃើញនៅក្នុងមគ្គវិធ័យយើងមើលមគ្គវិធ័យយើងរៀនមគ្គវិធ័យមកនេះមគ្គវិធ័យមគ្គរលត់ទៅផលកើតឡើងណាវាញ៉ាំងផលឲ្យកើតឡើងនឹងហៅថានានខនិកកម្មបច្ច័យគឺកម្មធ្វើមុនផលកើតក្រោយកើតក្រោយអត់មានកំណត់ពេលទេណាដូចយើងធ្វើកម្មថ្ងៃនេះអញ្ចឹងទីហោះយើងកំពុងស្ដាប់ធម៌ហ្នឹងគឺជាកុសលកម្មកុសលកម្មហ្នឹងវាអាចឲ្យផលក្នុងបច្ចុប្បន្នភពហ្នឹងក៏បានផលហើយវាឲ្យផលទល់នៅថ្ងៃណាយើងបរិនិព្វានគ្រប់កម្មទាំងអស់ទាំងកុសលកម្មអកុសលកម្មដូចយើងធ្វើបាបអីមួយដែលយើងជួបប្រសពដូចអ្នកដែលជួបប្រសពនឹងផ្លៃដោយអីភ្លើងផ្លៃដោយទឹកផ្លៃដោយខ្យល់ផ្លៃដោយរំជួយដីអីហ្នឹងសិតតែកម្មដែលយើងធ្វើមកហើយពីមុនមកតែយើងធ្វើមកហើយពីមុនយើងអត់ដឹងធ្វើពីកាលទេរាប់មិនបានវាពេលដែលវាមានឱកាសឲ្យផលគឺវាឲ្យផលហ្នឹងអកុសលកម្មក៏វាឲ្យផលអញ្ចឹងណាចឹងដើម្បីដែលយើងទទួលផលនៅក្នុងបច្ចុប្បន្ននេះកុំភ្លេចឡើយថាយើងបានធ្វើមកហើយបើយើងមិនបានធ្វើមកហើយក៏អត់អាចផុតភ័យអីបានដែរវាត្រូវតែជួបប្រសពហើយឥឡូវនេះយើងទាំងអស់គ្នាមិនតាន់ជួបប្រសពនៅភ័យទាំងអស់នោះដោយសារអីកុសលកម្មមានឱកាសឲ្យផលពីមុនមកយើងក៏ធ្វើកុសលកម្មមិនតិចដែរទេហើយកុសលកម្មហ្នឹងមានកម្លាំងវាឲ្យផលហើយវាបូកនឹងបច្ចុប្បន្នផលកម្មដែលយើងធ្វើមកហើយផងពេលហ្នឹងវាប្រជែងគ្នាឲ្យផលកុសលកម្មគ្នាវាក៏ប្រជែងដែរណាមានកម្លាំងគ្នាវាអត់ផលមុនហើយកុសលកម្មនិងអកុសលកម្មក៏វាប្រជែងគ្នាដែររវាងអកុសលកម្មនិងកុសលកម្មណាវាមានកម្លាំងជាងវាឲ្យផលអញ្ចឹងហ្នឹងរឿងកម្មអញ្ចឹងវាអត់មែនវិស័យយើងតែព្រះអង្គអាចជ្រាបច្បាស់តាមដំណើរនៃធម៌ទាំងអស់ហ្នឹងហើយព្រះអង្គសម្ដែងឲ្យយើងដឹងអញ្ចឹងចេតនាវាដើរតួជាកម្មនេះវាមានពីរចំណាយមួយចំណាយវាកើតព្រមគ្នាក្នុងពេលគណៈតែមួយជាមួយគ្នាដូចចិត្តមួយដួងអញ្ចឹងគេហៅថាចក្ខុវិញ្ញាណកើតឡើងណាគេហៅយើងលើកចក្ខុវិញ្ញាណកើតឡើងចក្ខុវិញ្ញាណមួយដួងនេះកើតឡើងព្រមដោយចេតសិកណាយើងលើកចេតនាមួយមកចេតនានេះណាកើតព្រមជាមួយនឹងចក្ខុវិញ្ញាណចិត្តហើយនឹងចេតសិកហ្មងចេតសិកក្រៅពីចេតនាថែម6ទៀតដោយសហជាតិបច្ច័យបើវាកើតក្នុងវិបាកវាមិនអាចដើរតួជានានខនិកកម្មទេវាត្រឹមតែជាសហជាតិបច្ច័យតែម្យ៉ាងតែវាកើតនៅក្នុងអកុសលនេះចេតនានៅក្នុងអកុសលនិងកុសលទាំងអស់ណាកុសលទាំងអស់មាន21អកុសល12ណាអញ្ចឹងបើវាកើតក្នុងកុសលនិងអកុសលនឹងវាមានតួនាទី2យ៉ាងនៅតួនាទី2យ៉ាង
គឺវាកើតព្រមគ្នានៅក្នុងនេះណាចិត្ត89វាមានកុសលអកុសលនឹងដើរតួជាសហចេតបច្ច័យតែដល់ពេលវាឲ្យផលទៅក្រៅទៀតអាហ្នឹងវាដើរតួជានាអ្នកកនិកកម្មបច្ច័យហើយបើចេតនាក្រៅពីអាចិត្ត20ប៉ុន្មាន32 33ណា 33 ចាក្នុងចិត្ត33វាក្រៅពីចិត្តក្នុង33ហ្នឹងវាមានតួនាទីតែម្យ៉ាងគត់គឺសហចេតកម្មបច្ច័យណាវាមានតួនាទីតែមួយទេយើងបន្ថែមមកខាងនេះបន្តិចទៀតបញ្យល់ បាទបាទក្រៅ chắc không không nhưng mớiចេតនាចេតនាកើតក្នុងចិត្តបានប៉ុន្មានដួងនេះញោមណាចេតនាកើតក្នុងចិត្តបានប៉ុន្មានដួងដែរ បាន89ដួងអ្នកគ្រូ ចាបាន89ណាឥឡូវយើងមកមើលចេតនាកាលណាបើវានៅក្នុងចិត្ត33ដួងនេះព្រោះដាក់ឈ្មោះមកនៅក្នុងអកុសល12 អកុសល12 កុសល កុសល21 កុសល21បើវានៅក្នុងចិត្ត33ហ្នឹងវាដើរតួពីរយ៉ាងសម័យណាវាកើតព្រមគ្នាសម័យនោះដើរតួជាសហចេតកម្មបច្ច័យ ចាយ ចាហើយពេលណាដែលវាឲ្យផលបានពេលណាក៏ឲ្យផលឲ្យបានដំណើរគ្នាដែរវាឲ្យផលក្រៅពីវារលត់ទៅហើយពេលនោះឈ្មោះថានាអ្នកណានាអ្នកនេះនាអង្គអ្នកជើងខផៈណស្អេណេនាអ្នកខនិកកម្មបច្ច័យវាដល់តួអញ្ចឹងណាវាដល់តួបាន2តែបើវានៅក្នុងចិត្តដល់អស់33នៅសល់ប៉ុន្មានខ្ញុំនៅសល់ប៉ុន្មានចិត្តសល់ប៉ុន្មានសល់អីយើងមករៀបរាប់អក្សរមិនតែមួយស្វាយើងសេរីមកឲ្យឃើញ 56 ណា56គឺអី ហេតុកៈអហេតុ អហេតុកៈបាន 18បាន អហេតុកៈ18ហើយអីទៀត ជាហេតុកៈ18 មហាវិបាក មហាវិបាកបាន 8 មហាវិបាក8អីទៀតស្អីវិបាកទៀត មហាកតៈ ណាមហកតវិបាកបាន 9 9អីទៀត លោកតរៈគឺ លោកកតរវិបាក បាន 4 4អ្នកគ្រូ 4ពុស្ដាបាន គឺស្ដា20 ណាលោកត្រៈ4ឬ20កន្លែងហ្នឹងណាណាគ្រប់58បាន អត់តន់គ្រប់ទេ អត់តគ្រប់ទេមកនៅអីទៀត មហាកិរិយាណាគ្រូ ណាមហាកិរិយាយកកិរិយាបានដួងនំចាស់កិរិយាយកទាំងអស់មក 17ណាគ្រូយកអស់2ហើយ យកណាពី យកអស់3ហើយ យកឡើង នៅក្នុង18ហ្នឹងអស់3ហើយណាគ្រូទាំងថែម17ទៀត យកនៅកន្លែងណាអូយកនៅក្នុងអហេតុកៈ ប៉ុណ្ណាគ្រូហេតុកៈវាមាន3ហើយកិរិយាក្នុងហ្នឹង ណាកណាអញ្ចឹងនៅសល់សហេតុកៈកិរិយាណាតើយើងដាក់សហេតុកៈកិរិយា
17ត្រូវហើយ17នឹងទីណាលោកចា មហាកិច្ចយាមវ័យមហាកតកិច្ចយាម9 ណាលើគ្រប់នៅគ្រប់ចិត្តនៅបងអើយ នៅពួកនេះនៅគ្រូនៅពួកមហាកតវិបាក Tạ bị bác bạn hay ra lồng cho គ្រប់ហើយលោកចាស់គ្រប់ហើយអ្នកគ្រូគ្រប់ អូ ហើយ អូមានហើយនៅគ្រូ ôi ចា អឺ គ្រប់តាម6អ្នកគ្រូ ừ. តាមគ្រប់នៅ គ្រប់ហើយអ្នកគ្រូ គ្រប់ហើយហ៎ណា ចា ជួយមើលគ្នាកុំឲ្យខុស 56ពឹស្ដា76 ណាពឹស្ដា76ណា ចា ណាចិត្តទាំងអស់ហ្នឹងឯងវាបានបច្ច័យវាធ្វើដើរតួបច្ច័យតែមួយទេចេតនានៅក្នុងចិត្តប៉ុណ្ណឹងដើរតួបច្ច័យតែមួយទេគឺសហ សហជាតិ ជាតិកម្មបច្ច័យ ណាសហជាតិកម្មបច្ច័យតែម្យ៉ាងគត់នឹងព្រះអង្គសម្ដែងកម្មបច្ច័យមានពីរយ៉ាងហ្នឹងឯងអញ្ចឹងបើវាកើតព្រមគ្នាណាសម័យណាវាកើតព្រមគ្នាជាមួយចិត្តសម័យនោះឈ្មោះថាសហជាតិកម្មបច្ច័យសម័យណាវាអាចឲ្យផលបានឃើញទេសមត្ថភាពឲ្យផលបានមានតែចិត្ត33ហ្នឹងទេនេះចិត្ត33ហ្នឹងបើមានសមត្ថភាពឲ្យផលបាន គឺ តែ នា ចិត្ត នា ចាហើយបើក្រៅពីហ្នឹងអត់ទេមានតែ33ហ្នឹងទេអាចឲ្យផលបាន33នេះគេនេះចិត្ត89មែនតែចិត្ត33វាមានតួនាទី2គឺតួនាទីទី1វាធ្វើឲ្យចិត្តនិងចេតសិកកើតព្រមគ្នាណានឹងហៅថាសហជាតិកម្មបច្ច័យតែវាមានសមត្ថភាពផលិតផលឲ្យកើតឡើងបាននៅពេលដែលវារលត់ទៅណាដូចជាមគ្គចិត្តយ៉ាងណាមគ្គចិត្តកើតឡើងរលត់ទៅភ្លាមវាញ៉ាំងផលឲ្យកើតឡើងតាមលំដាប់វាបានភ្លាមចំណែកនៅសល់លោកយៈកុសលហើយនិងអកុសលវាមិនអាចភ្លាមចឹងបានទេវាទាល់តែយ៉ាងហោចក៏7ថ្ងៃដែរបានវាអាចឲ្យផលបានចឹងណាតែវាឲ្យផលនៅក្នុងពេលផ្សេងពីវាផ្សេងពីវាកើតឡើងតោះតែវារលត់ទៅណារលត់ទៅយ៉ាងហោច7ថ្ងៃញាតិញោមយូរណាណាមកដូចមគ្គឯងមគ្គរលត់ភ្លាមផលកើតឡើងណាមគ្គកើតមគ្គរលត់ហើយផលកើតតែបើកុសលអកុសលរលត់ហើយមិនមែនឲ្យផលភ្លាមតែបើអនន្តរយកម្មក៏មិនឲ្យផលភ្លាមដែរណាញោមណាអកុសលនោះក៏យ៉ាងហោចក៏ច្រើនម៉ោងច្រើននាទីដែរនឹងលក្ខណៈពិសេសដោយទេវទត្តនាងចិញ្ចាអីហ្នឹងគ្រោងការយូរណាណាដូចជាអីដែលយកដំបងវាយអស័យស័ករបស់ព្រះសារីបុត្រកំពុងចូលនិរោធសមាបត្តិដូចទេវទត្តល្មៀលដុំថ្មទេវទត្តបំបែកសង់នឹងវាយូរដែរណាយូរឲ្យផលតែឆេះនៅក្នុងនរោអវិជ័យនេះឲ្យផលដល់តួនេះពេលវាកើតព្រមគ្នាយើងកំពុងធ្វើហ្នឹងកំពុងធ្វើកិច្ចការងារអីហ្នឹងកើតព្រមមកអាហ្នឹងគឺហៅថាសហជាតិកម្មបច្ច័យពេលណាវាមានសមត្ថភាពឲ្យផលនៅពេលក្រោយនឹងហៅថានានាខនិកកម្មបច្ច័យនឹងវាអត់ព្រមគ្នាទេវាត្រូវក្រោយគណៈគ្នាយ៉ាងហោចក៏មកគណៈគ្នាមគ្គកើតឡើងបានផលរលត់ទៅហើយបានផលកើតក្រោយ
មិនយល់ទេញាតិញោមពាក្យសហជាតិតកម្មបច្ច័យនិងនាអ្នកកានកកម្មបច្ច័យ គឺយល់អ្នកគ្រូប៉ុន្តែខ្ញុំឆ្ងល់អ្នកគ្រូបញ្យល់មុនត្រង់កន្លែងចេតនានៅពេលដែលវាឲ្យផលនៅក្នុងនេះអ្នកគ្រូថាវាមានតែអកុសល12និងកុសល21គឺ33ប៉ុន្តែដល់ខាងមុនអ្នកគ្រូបញ្យល់ដូចជាឃើញលោកយៈវិបាកហ្នឹង32ហើយនឹងលោកកុត្រៈ4អញ្ចឹងវាដូចខុសពីនិយាយពីផលអានេះនិយាយផលរបស់វាផលរបស់ចេតនាដែលតួនាទីធ្វើតួនាទីនាអ្នកគណៈកម្មបច្ច័យនេះកន្លែងនេះយើងយកចេតនាទៅនិយាយកន្លែងនេះចេតនានេះ ចាអ្នកគ្រូ ចាចេតនានៅក្នុងទីនេះមិនយកពីផលទេណាញាតិញោមកុំច្រឡំនិយាយចេតនាក្នុងផលអានេះវាឲ្យផលនេះអា12ហើយនឹង33ហ្នឹងវាឲ្យផលបានអីឲ្យបើផលបាននេះលោកយៈវិបាកនិងលោកកត្រវិបាកតែផលរបស់វានេះផលរបស់នេះវាហេតុទេនេះហ្នឹងវាតួហេតុវាតួនេះវាតួបច្ច័យអានេះតួបច្ច័យអូននេះខាងនេះបច្ច័យអានេះសិតបច្ច័យទាំងអស់អានេះក៏បច្ច័យអានេះក៏បច្ច័យដែរបច្ច័យដូចគ្នាតែបច្ច័យនេះក្នុងលោកពួកវិបាកចិត្តកិរិយាចិត្តហើយបច្ចយុបានរបស់វាអានេះបានដល់ចិត្តទាំងអស់ណាក្នុងចេតនានឹងបច្ចយុបានវាបានដល់ចិត្តទាំងអស់តែនៅក្នុងទីនេះដែលខ្ញុំទៅសេណានេះបច្ចយុបានវាអានេះចិត្តទាំងអស់89តែបច្ចយុបានរបស់ចេតនា33កន្លែងនេះចេតនា33នេះជាបច្ចៈបច្ចយុបានរបស់វាមានលោកយៈវិបាក32និងលោកកត្រៈ4ឬ20 36ឬ76អា36ឬមិន76 56អ្នកគ្រូ ចា36ឬ56ត្រូវហើយ56នៅខាង20ទេមិន51ទេ 52តើអូនដក4ចេញនេះ20ហ្នឹងយើងបូកกับ4លោកយើងដក4ហ្នឹងចេញដល់សល់16បូកនឹង32 58ហើយ43 យក9ដក33 33ណាដល់16 បងឯងអាចយក89ដកដក33ទេហ្នឹងដក33ខាងនេះចា33ណា33ហ្នឹងគឺនឹងដោយសុខែត្រូវហើយដក33បងឯងបូកខែម16ទៀតឃើញប៉ុន្មានដកបើពឹស្ដាខែម16ទៀតបើសង្ខាបងឯងដក33ហ្នឹងទៅខ្លួនឯងតន់ចាប់បានកន្លែងហ្នឹងខ្ញុំសេនៅខែមួយទៀត ចាប់អត់ ឯង បាន នៅច្បល់កន្លែងហ្នឹងចាប់ច្បល់ខ្ញុំដឹងតែច្បល់កន្លែងហ្នឹងឥឡូវចេតនាណាដល់ទៀតនេះខ្លីចេតនាចែកចេញជា2បើវាដើរតួជានាអ្នកខនិកកម្មមាននៅក្នុងអកុសល10 12ណាហើយនៅ កុសល21 កុសល21ណា21ណាបើវានៅក្នុងសហជាតិតកម្មបច្ច័យមាននៅក្នុងចិត្តអីក្នុងចិត្តហ្មងមានវិបាកនៅក្នុងរឿងទៀតព្រោះអនឯងយកអនឯងច្បល់ច្រឡំកន្លែងហ្នឹងហើយព្រោះវាមានវិបាកទាំងអស់36នេះសុខែណាយកទាំងអស់វិបាក36កិរិយាយកទាំងអស់ហ្មង20ណាអស់នៅតើវិបាកនឹងកិរិយាប៉ុណ្្នឹងហីមានអីទៀតណាអស់ហើយហ្នឹងអានេះកុសលអកុសលពងលើយកអស់ហើយហ្នឹងមានអីទៀតអានេះខ្លីអត់ងាយទេណាអានោះវាដើរតួជាសហចេតកម្មណាអូនចាអ្នកគ្រូ ហើយយើងឃើញអូនអាចគិតមើលបើវាដើរតួនាទីនាអ្នកគណៈកម្មបច្ច័យហ្នឹងវាមានវាមានទៀតអកុសលទៀតអូនកន្លែងនេះអកុសលខែមក
អាកុសល12ឡើងនឹងទៀតវាគ្រប់89ណាសហចេតមានគ្រប់89ណាមែនទេ ចា កុសល20 ហើយ អូយអូនណែអូនឯងអត់ទាន់ឡើងនឹងឯងឡើងខ្ញុំដាក់ពីលើឲ្យចាំមើលបន្តិច អត់ទេកន្លែងហ្នឹងអ្នកគ្រូមិនបាច់ថែមទេដោយសារអ្នកគ្រូដាក់នានាខាងលើបាត់ហើយអ្នកគ្រូថែមទៀតលើឲ្យអ្នកគ្រូ លើហើយណា ចា អត់ ព្រោះអី លើទេ សហ អត់លើ ជាតិ ទេ ហ្នឹង បើ លើ បើដល់ ណា តួនានាមានអ្នកគណៈកម្មបច្ច័យផ្សេងជាសហជាតិបច្ច័យផ្សេង ចា 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 បើពាក្យសហជាតិបានចិត្តទាំងអស់បើនាអ្នកគណៈកបានតែ33នោះទេសម័យណាបើវាកើតព្រមគ្នាវាដើរតួនាទីព្រមគ្នាជាមួយចិត្តសម័យហ្នឹងវាមានឈ្មោះថាសហជាតិ បើយើងអត់ដាក់អញ្ចឹងអូនអត់ឃើញសហជាតិមានចិត្ត33នឹងទៀតទេណាបើអូនអាចអត់សរសេរអញ្ចឹងណាតែជាមានតានាអ្នកហើយនឹងនេះប៉ុណ្ណឹងអញ្ចឹងចិត្តនៅក្នុង33ហ្នឹងវាដើរតួពីរយ៉ាងអូនឯងអត់ឃើញហ្មងបើមិនសរសេរអញ្ចឹងធ្វើម៉េចបានឃើញពីរយ៉ាងមែនអ អ្នក ត់ គ្រូ មែនទេញោមតន្ត្រីជួយមើលផងអត់តិចខ្ញុំថាតែដល់ខ្ញុំថាមិនច្បាស់ វាដើរតួជាសហផងដើរជួតួជានានាផងអា33ហ្នឹងអ្នកគ្រូ ចាឥឡូវតោះណាណា ចាអ្នកគ្រូតន់តែមិញវល់ហ្នឹង ឥឡូវយើងមកមើលកាលណាបើវាដើរតួនាទីមានអ្នកគណិកកម្មបច្ច័យវាឲ្យផលនៅពេលដែលវារលត់ទៅហើយវារលត់ទៅហើយបើវាឲ្យផលវាគឺអីនេះអកុសល12ផលរបស់វាមានតែ7ទេកុសល21នេះផលរបស់វាប៉ុន្មានញោមណាស់ដឹងសល់21ហ្នឹងផលរបស់វាប៉ុន្មានញោមដឹងទេញោមណាស់ជួយគិតគ្នាកុសល21វិបាកបានប៉ុន្មាន 21វិបាកបាន25អ្នកគ្រូ បាទ25មក25ស្អីមើល 20 25ហ្នឹងមហាកុសល8 អរេវិបាកអានេះវិ អ បា វិ ក បា ណា ក និយាយ ចា វិបាក នៅ ណា កន្លែង វិ អ្នក បាក គ្រូ វិបាក ចាមហាវិបាក8ហើយនឹងអរូបាវិបាក4ហើយនឹងរូបាវិបាក5 អស់នៅ តែប៉ុណ្ណឹងអ្នកគ្រូ តែប៉ុណ្្នឹងឯងហើយញាតិញោមណាជួយគិត 25 ញាតិញោមណាជួយគិតមើល ចា ខ្វះអីមើលជួយប្រាប់មើល 38ទេ ចា តៈ38 អីគេលោកយាយខ្ញុំស្ដាប់អត់តនេះ48ហ្នឹង មហកតៈកុសល8ទៀត ទេមហាកតកុសល8នៅក្នុង21នេះហើយណាលោកយាយ លោកកតរៈ4ទៀត ហើយញាតិញោមដតីជួយគិតវិបាកមើលគ្រប់អស់នៅជួយគិតវិបាកអីផងខ្ញុំថាច្រឡំហើយមិនទុកច្រឡំឲ្យនៅវិបាកអីទៀតឡើងវិញ មហកតៈទៀត អានេះនិយាយពីរឿងវិបាកឯណានៅក្នុងលើនានាខណកកម្មបច្ច័យអត់មានយកកុសលអកុសលអីមកទៀតទេអានេះនិយាយពីផលរបស់នានាខណកកម្មបច្ច័យ មហាវិបាក8មហកតៈមហកតៈវិបាក8ទៀតណាគ្រូ មហាកតវិបាក8មិនលោកយាយ ចឹងមហាកុសល8ហ្នឹងมันបានមហកតៈកុសល8ដែរ ហើយញាតិណាទៀតអាចដឹងបានជើញមើលញាតិណាអាចដឹងបានផលរបស់មហាកុសល8មានប៉ុន្មានអូយអត់ដឹងថាមកកុសលមហាកុសល8ឲ្យផលបានប៉ុន្មានទេបង មហាវិបាក ញាតិញោមណាទៀតអាចដឹងបានជើញ
អ្នកគ្រូអហេតុកៈកុសល8ទៀតអ្នកគ្រូ អេហេតុកៈកុសលមិនហេតុកៈអីមើលនិយាយឲ្យច្បាស់ hay tất cả និយាយឲ្យច្បាស់ណាអានេះកំពុងរកវិបាក អហេតុកៈ អហេតុកៈវិបាកកុសល8ទៀតអ្នកគ្រូ និយាយឲ្យត្រូវជាងនឹងមើលមិនតន់ត្រូវទេអហេតុកៈអីដាក់អីពីមុខមុននឹងវិបាកមុនវិបាកអហេ អ តុកៈ អហេតុកៈកុសលវិបាក8អ្នកគ្រូ ចាហ្នឹងបានប្រើវាត្រូវអូនឯងដាក់វិបាកមុនកុសលមិន តែដាក់និយាយអញ្ចឹងខុសបាត់ទៅនេះពេលនេះមហាកុសលវាឲ្យផលជាអហេតុកៈនិងសហេតុកៈវិបាកតោះនេះអូនណែអញ្ចឹងមហាកុសលវិបាកហ្នឹងវាឲ្យមហាកុសលវាឲ្យផលបាន16ដួងគឺអហេតុកៈកុសលវិបាក8និងមហាវិបាក8ចំណែករូបាវចរៈកុសល5ឲ្យផល5អរូបាវចរៈកុសល4ឲ្យផល4លោកុត្តរៈកុសល4ឲ្យផល4ឃើញទេគ្រប់មែនរួមមកបានប៉ុន្មាន36ហ៎ 36 ចា36ហ្នឹងនេះអូនមើល36ហ្នឹងអញជាផលរបស់នានខនិកកម្មបច្ច័យនេះញោម មើលអ្នកគ្រូដូចអមើ16 16 21 37អ្នកគ្រូ39នេះអ្នកសុបសិនដំបងសិនអ្នកគ្រូដូចមែន36 21 បាទតែ29ហ្នឹងអ្នកគ្រូ វិបាកអូនមើលវិបាក có កុសលបាន20ប៉ុន្មាន29ហ៎ កុសលជាបានជាផលជាវិបាកវិញបានអ្នកគ្រូលេខដែលអ្នកគ្រូនេះនឹងបានតែ29 ខ្លួនឯងខ្ញុំឃ្លាបពីលើណាពីលើមកអូនមើលឃ្លាបយ៉ាងផង អូ អូអ្នកគ្រូអាហ្នឹងថែមអកុសលទៀតត្រូវឲ្យ36ខ្ញុំមើលតែអកុសលអ្នកគ្រូ ចាបើកុសលនឹងបានតែ29ទេកុសល អ្នកគ្រូបើកកុហកឲ្យអូននៅអញ្ចឹងគាត់បើកអត់បាន កុហកខ្ញុំដាក់ឲ្យតាវា អ លោត ត់ហ បាត់ ងអត់ឃើញហង មិន គាត់ដាច់អ្នកគ្រូ គាត់ដាច់ទេហ្នឹងហើយបើដាច់ថាខ្ញុំដាក់ឲ្យ hay tất cả តែដាច់តែប្រាប់ខ្ញុំមិនដឹងខ្ញុំអត់បានមើលទេណាអូនខ្ញុំអត់បានមើលអាកន្លែងហ្នឹងទៀតទេខ្ញុំអត់ដឹងថាដាក់ឲ្យតែដាក់ដំបងវាជាប់មកនេះដាក់ឲ្យវាក្រោយមកដាច់ខ្ញុំអត់ដឹងសោះតតែប្រាប់ខ្ញុំ ដល់ដាច់ខ្ញុំបើកអត់បានវិញទេអ្នកគ្រូ អ បើកអត់បាននិយាយទេតែដាច់ខុសហើយខ្ញុំបើកអត់បានវិញទេអញ្ចឹងណាអ្នកគ្រូ ហើយចឹងអ្នកដតីមិននិយាយបាន ខ្ញុំបានដែរអូននៅដាច់ទៅអត់មកផឹកហើយមិនបានចូលបន្តិច ខ្ញុំប្រាប់លោកពូជាងមិញ អ្នកគ្រូជំរាបសួរបាទអូននៅដាច់ខ្ញុំគិតថាវាចុងម៉ោងហើយខ្ញុំជួយអូប្រេតឲ្យតា អញ្ចឹង អ្នកនិយាយបានហ្នឹងសិតតែអ្នកខ្ញុំបើកឲ្យហើយអូននៅខ្ញុំធ្វើបានតាតែអូនមួយអញ្ចឹងបើខ្ញុំមិនបើកអូននិយាយអត់បានដែរយល់ទេអញ្ចឹងអូននិយាយបាននិយាយថាមានគេ operation ហើយអរគុណបាទជំរាបលា អរគុណហ៎ ខ្ញុំដាច់យូរហើយអ្នកគ្រូ ខ្ញុំអត់ដឹងសោះពីព្រោះយកវាបើកតែមើលវិញអីទៀតទេឡើយតែនិយាយតទល់នេះ នេះដែលអ្នកដែលអត់តន់យល់នាអ្នកខនិកកម្មវិជាបច្ច័យដល់វិបាក36អូនឃើញទេអញ្ចឹងបានខ្ញុំដាក់កន្លែងនេះអូនឯងអត់យល់ទេនេះឃើញទេ36ឃើញទេអាហ្នឹងនាអ្នកខនិកកម្មបច្ច័យនេះនាអ្នកខនិកកម្មបច្ច័យ ចាអ្នកគ្រូខ្ញុំយល់ហើយអ្នកគ្រូ ចា មិនខ្ញុំវគ្គ ចា ឆ្ងល់ កន្ មែ លែ ន ង តើ ហ្នឹងបាទអញ្ចឹងខ្ញុំដឹងថាអូនអត់យល់កន្លែងហ្នឹងវគ្គកន្លែងហ្នឹងហើយ ចាអ្នកគ្រូ ហើយ មាន ឲ្យ ប្រសា ផល ទ គឺនេះឲ្យផលតែកាលណាវាឲ្យផលជាវិបាកតែម្យ៉ាងទេវាមិនអាចឲ្យផលជាកិរិយាអីបានទេចាំវិញខ្ញុំទាំងអស់គ្នាមិនមែនតែអូនទេតែឲ្យផលគឺវិបាកតែម្យ៉ាងហើយចាំទៅមហាកុសលឲ្យផលលើសជាងខ្លួនឯងវាឲ្យផលបានថែមអហេតុកៈថែមទៀតណាគឺវាដែលវាមានទូនីតិមហាកុសល8មែនប៉ុន្តែវាទូនីតិឲ្យអហេតុកៈកុសលវិបាកកើតឡើងហើយនឹងសហេតុកៈវិបាកកើតឡើងហើយវាជាកាមាវចរៈកុសលចឹងវាឲ្យផលជាវិបាកក៏ជាកាមាវចរៈវិបាកដែរ
ហើយអហេតុកៈកុសលវិបាកសូមញាតិញោមទាំងអស់ចាំណាអហេតុកៈកុសលវិបាកអត់អាចនិយាយអហេតុកៈកុសលឬអត់និយាយអហេតុកៈវិបាកកុសលអត់ទេអត់អានឹងវាប្រច្រាស់អត់មានសេចក្តីអីទេណាតោះតែយើងដាក់អហេតុកៈកុសលវិបាកហេតុអីបានយើងដាក់កុសលវិបាកព្រោះវាជាផលរបស់កុសលកម្មដល់ឲ្យតន់ពាក្យហ្នឹងពាក្យបាលីគឺគ្រប់ដណ្ដប់នៃសេចក្តីគ្រប់គ្រាន់ទាំងអស់អត់ឲ្យបន្លែបន្លំទេអត់មានបន្លែបន្លំបានទេអញ្ចឹងយើងព្យាយាមអានឲ្យត្រូវណាអានឲ្យត្រូវបានសេចក្តីហ្នឹងប្រកបឡើងបានដល់ច្រើនញាតិញោមមិនថាញាតិញោមរៀនជាមួយខ្ញុំហ្នឹងទេអ្នកណាក៏ដូចតែគ្នាហ្នឹងនិយាយតែហេតុកៈកុសលប៉ុណ្ណឹងណាតែហេតុកៈអត់មានកុសលអត់មានអកុសលតែហេតុកៈមានតែវិបាកនិងកិរិយាប៉ុណ្្នឹងឯងហេតុកៈចិត្តមានតែវិបាកនិងកិរិយាវិបាក15កិរិយា3ប៉ុណ្្នឹងនឹងកាលណារៀនហេតុកៈចិត្តចាំអានឹងបានគឺចាំរហូតអត់ភ្លេចហើយអត់ច្បោកច្បល់កាន់យកយ៉ាងហ្នឹងរហូតអត់មានលែងបន្លំទៅណាទៀតទេអត់ទេតែយើងអានដំបូងយើងអានអត់ច្បាស់យើងអត់យល់ច្បាស់យើងចេះតែអានចេះអានចុះហើយគ្នាយើងចេះតែយល់ចេះឆ្លើយអញ្ចឹងទៅតាមនឹងទៅតែសេចក្តីអត់ប្រកបទេណាពាក្យព្រានបដៅដែលព្រះអង្គប្រកាសសម្ដែងពាក្យមួយម៉ាត់មួយប្រអស់របស់ព្រះអង្គហ្នឹងគ្រប់គ្រាន់ដោយចេញជាអ្នកនិងសេចក្តីប្រកបឡើងនិយាយតែមួយម៉ាត់គឺសេចក្តីហ្នឹងគ្រប់គ្រាន់ទាំងអស់អត់ខ្វះខាតកន្លះអីត្រង់ណាទេចឹងបានជាណាសប្បុរសទាំងឡាយបណ្ឌិតទាំងឡាយពោលសរសើរពាក្យព្រានបដៅរបស់ព្រះអង្គនេះវាអត់ខ្ចោះទាំងចេញជាអ្នកអត់ខ្ចោះទាំងសេចក្តីអត់មានថាព្រះអង្គសម្ដែងពេលនោះចុះមកឥឡូវចេះអត់មានទេហើយពាក្យមួយម៉ាត់គឺប្រកបហើយទាំងអីទេបើយើងនិយាយថាអង្គធម៌នៅក្នុងពាក្យនីមួយដោយអហេតុកៈកុសលវិបាកណាអង្គធម៌របស់វាគេអីគឺមកអហេតុកៈវិបាកហ្នឹង8ហ្នឹងអត់មានអីក្រៅពីហ្នឹងទេនឹងតែនិយាយប៉ុណ្្នឹងទេដឹងថាវិបាក8ហ្នឹងឯងអត់មានតាណាទេឬយើងថាបើបានទាំងអស់យើងថាអហេតុកៈវិបាកអហេតុកៈកុសលវិបាកបើបានទាំងអស់យើងមិនបាច់បញ្ជាក់ចំនួនឲ្យក៏បានឬក៏បានមិនគ្រប់នឹងទៅបញ្ជាក់ចំនួនមានប៉ុន្មាន6 7 4 5អីទៅយើងទៅវាឬក៏តិចយើងប្រាប់ចំនួនតិចចឹងទៅប្រាប់ឈ្មោះតែម្ដងបានឃើញទេអានឹងហៅថានាណខនិកកម្មបច្ច័យអញ្ចឹងយើងឃើញទេចេតនាដែលនៅក្នុងអកុសលនិងកុសលចិត្ត33ដួងនេះសម័យណាចេតនាវាកើតព្រមមួយចិត្ត33ដួងនោះវាធ្វើឲ្យចិត្ត33ដួងនោះហើយនឹងចេតសិកកើតរួម33ដួងហ្នឹងចេតសិកប៉ុន្មានមើលមិនសួរញញោមមើល33ដួងមានចេតសិកប៉ុន្មានចេតសិកប៉ុន្មានក្នុង33ហ្នឹងក្នុង33ហ្នឹងចេតសិកប៉ុន្មានចិត្តសឹក51អ្នកគ្រូ51វាអីដកចេតនាចេញអ្នកគ្រូដកចេតនាចេញហ្នឹងហើយវិចេតនាអាចកើតមួយចេតនាទៀតទេឃើញទេចិត្ត33ចេតសិក51ហ្នឹងឯងអញ្ចឹងកាលណាបើវាកើតព្រមមួយចិត្តហ្នឹងហើយចេតសិក51ហ្នឹងកើតព្រមជាមួយអាហ្នឹងហៅថាចេតនានៅពេលហ្នឹងចេតនាពេលហ្នឹងហៅថាជានាមសហចិត្តតាទៀតបនាមកើតព្រមវាកើតព្រមមួយចិត្តនិងចេតសិកអញ្ចឹងវាដើរតួតាក់តែងឲ្យចិត្តនិងចេតសិកតាំងនៅក្នុងអារម្មណ៍ជាមួយគ្នាយើងប្រែភាសាចេតនាប្រែថាតាក់តែងចិត្តនិងចេតសិកឲ្យតាំងនៅក្នុងអារម្មណ៍ជាមួយគ្នាឃើញទេអានោះគឺពាក្យប្រែអំពីសហចេតកម្មបច្ច័យដល់ព្រះអង្គសម្ដែងរឿងកម្មបច្ច័យតកតងពីចេតនាដែលវានៅក្នុងចិត្ត33នោះវាមានតួនាទីពិសេសគឺវាអាចផលិតផលបានតែបើចេតនានៅក្នុងចិត្ត56នេះវាមិនអាចផលិតផលទេ
ហេតុអីបានមកផលិតផលអានេះវាជាផល36វាផលិតអីទៀតបើវាជាតួផលហើយហើយកិរិយា20ហ្នឹងបប្រហនបប្រហនអស់18ហ្នឹងសម្រាប់ប្រហននៅសល់2ហ្នឹងទូទៅវាធ្វើឲ្យវចនកិច្ចហ្នឹងវាមិនផលិតផលអីបានតែផលិតផលបានក៏ក្នុងចង្វាន់ណាកុសលអកុសលក៏វាដើរតួជាចង្វាន់បានវាដើរតួនីតិផលិតផលបានហើយវិបាកយើងឃើញវាជាផលវាផលិតផលទៀតទេណាផលៈវិបាកវាជាផលវាមិនមែនជាហេតុអញ្ចឹងកាលណាវាមិននៅក្នុងចិត្ត56ហ្នឹងវាអត់អាចញ៉ាំងផលកើតទេនឹងបើវានៅក្នុងចិត្ត33នោះវាផលិតផលបានណាព្រោះ89 33មានតួនាទីពីរយ៉ាងគឺនាណចេតនានឹងដើរតួជានាណខណ្ឌកកម្មច័យផលដើរតួជាសហជាតិកម្មបច្ច័យណាដើរតួនៅពេលណាជាសហជាតិគឺនៅពេលការក្រោកជាមួយខ្លួនឯងនៅពេលណាវាដើរតួជានាណខណ្ឌកកម្មគឺនៅពេលដែលវារលត់ទៅហើយបាត់បង់ទៅហើយវិនាសទៅហើយមិនតាំងនៅអានឹងហៅថាណាវាឲ្យផលពេលក្រោយចាំមកវាឲ្យផលពេលក្រោយកាលណាបើវាឲ្យផលពេលក្រោយចេតនានឹងឯងវាមានឈ្មោះថាជានាណខណ្ឌកកម្មបច្ច័យនេះសេចក្តីហ្នឹងគឺយើងស្ដាប់ហើយញាតិញោមពេលណាយល់ហើយទៅរស់ស្ដាប់ពាក្យព្រានបដៅរបស់ព្រះអង្គទៅរស់កន្លែងហ្នឹងគឺព្រះអង្គជាច្បាស់ថាចេតនាហ្នឹងវាមានតួនាទីមួយសំខាន់វាតាក់តែងនៅសម្បយុទ្ធធម៌ការព្រមជាមួយវានៅពេលវាកើតឡើងហើយវាអាចមកចំណែកទៀតក្នុង89ហ្នឹងមកចំណែកទៀតវាអាចញ៉ាំងផលកើតតាមក្រោយបានដោយក្របពូជអញ្ចឹងណាក្របពូជយើងឃើញហើយពូជតែយើងដាក់ចុះដីភ្លាមណាអញ្ចឹងវារងចាំពេលក្រោយវាឲ្យផលនៅពេលណាដែលយើងស្រោចទឹកដាក់ជីដាក់អីទៅវាឲ្យផលិតផលនៅពេលក្រោយគ្នាវាអត់មានផលិតផលពេលដំណើរគ្នាទេយើងអាចដាក់ពូជហើយផលនឹងឡើងភ្លាមទេអត់តែពេលក្រោយអញ្ចឹងចេតនាអញជាតួពូជញ៉ាំងផលឲ្យកើតណាអញ្ចឹងចេតនានឹងវាមាននីតិ2ផ្នែកមួយផ្នែកវាតាក់តែងឲ្យចិត្តនិងចេតសិកតាំងនៅក្នុងអារម្មណ៍ជាមួយគ្នាសហជាតិវាតាំងឲ្យតាំងនៅក្នុងអារម្មណ៍ជាមួយគ្នាបើនាណវាឲ្យផលនៅពេលក្រោយណាឲ្យផលនៅពេលក្រោយឲ្យផលនៅពេលដែលផ្សេងពីខណៈកើតឡើងនៅចេតនានឹងកើតឡើងពេលណាក៏តែវាលុតទៅបាត់បង់ទៅបានវាផលិតផលនៅពេលក្រោយមកណាវារងចាំឱកាសគ្រប់គ្រាន់ណាដោយក្របពូជចឹងដាក់ចូលវាត្រូវរងចាំឱកាសកម្ដៅព្រះអាទិត្យផងទឹកស្រោចទៅផងជីផងជ្រោយដីផងមើលស្មៅផងច្រើនយ៉ាងណាមិញចេតនានឹងក៏ដូចគ្នាដែរវារងចាំឱកាសរបស់វាគ្រប់គ្រាន់បានវាផលិតផលបានមានតែចេតនាក្នុងមគ្គចិត្តទេវាមានសមត្ថភាពគ្រប់គ្រាន់នៅពេលដែលវារលត់ហើយវាអាចផលិតផលក្រៅពីវារលត់ទៅហើយអរគុណអ្នកគ្រូ កន្លែងហ្នឹងមានឈ្មោះថាអនន្តរោបច្ចៈបច្ច័យចាแล้วមានអីទៀតទេញញោមកន្លែងហ្នឹងអ្នកគ្រូ ចាអ្នកគ្រូសុំស្លាយមិញកន្លែងអ្នកគ្រូស៊ូថាចិត្ត36នេះអ្នកគ្រូថា36មានចេតសិកហើយអ្នកមីងគាត់ឆ្លើយថា51ដូចមិនមែន51អ្នកគ្រូនេះអត់ទេទួចិត្ត33តើអូនចិត្ត33នេះអកុសលនិងកុសលបាទអូចាសួរ33នឹងទេមិនមែន36ទេ36នឹងវាមិនមែនជានាណខណ្ឌកកម្មបច្ច័យទេវាជាផលបាទគូនៅសួរ31នេះទេ33នេះទេបាទចាសួរ33នេះទេចឹងយើងចាំមើលសហជាតិបច្ច័យមាននៅក្នុងចិត្តទាំងអស់បើចេតនានៅក្នុងសហចិត្តទាំងអស់ហ្នឹង
មានបើនៅក្នុងចិត្ត33នោះវាដើរតួនាទីមួយទៀតថែមទី56នេះវាលើកពី56នោះមួយនាទីទៀតណានាទីវាមាន2 33មាននាទី2 56មាននាទី1វាដើរតួជាកម្មមែនតែមួយសហជាតិកម្មៈមួយមានគណកកម្មបើយើងយល់កន្លែងនេះបានយើងមើលសេចក្តីដែលលោកបន្ថែមនេះឲ្យយើងឃើញណានេះញញឹមចេតនាកុសលចេតនាអកុសលចេតនាញ៉ាំងតិចគឺការតាក់តែងដើម្បីការកើតឡើងនៅវិបាកនិងកដត្តារូបឃើញទេកដត្តារូបនេះយើងមិននិយាយតែរឿងចិត្តទេណានៅរូបទេវិញ្ញាណកម្មច្ចរូបឲ្យកើតឡើងបាននៅពេលបរិសន្ធិកាលរហូតទល់នឹងយើងអស់ជីវិតទៅនឹងបើវិញ្ញាណផលឲ្យកើតឡើងណាយ៉ាងផលនៅភូមិមានរូបគឺមានទាំងវិបាកចិត្តនិងកម្មច្ចរូបណានេះណានិងកដត្តារូបទាំងឡាយក្នុងកាលដតីនេះលោកប្រាប់ច្បាស់ក្នុងកាលដតីមិនមែនកាលព្រមគ្នាទេនេះដែលកើតឡើងដោយកម្លាំងនៃការតាក់តែងនោះឲ្យសម្រេចហើយរលត់ទៅឃើញទេសម្រាប់ហើយរលត់ទៅខ្ញុំព្យាយាមអានឡើងហ្នឹងឲ្យរឿយទៅយល់ហើយឡើងកន្លែងក្តាត់តារូបពួកក្តាត់តារូបរូបដែលកើតពីកម្មអញ្ចឹងណាគ្រូកន្លែងចារូបកាពិកម្មហៅថាក្តាត់តារូបបាទឥឡូវមានអីទៀតខ្ញុំខ្វះខាតអីកន្លែងណាជើចន្លោះអីកន្លែងណាទៀតទេយល់ហើយអ្នកគ្រូអរគុណអ្នកគ្រូច្រើនមែនតើដល់ម៉ោងអ្នកគ្រូហើយនៅប៉ោម៉ោងលើសអឺគ្រាន់តែបញ្ជាក់អ្នកគ្រូចេះឡើងវិញអ្នកគ្រូចេតនានោះវាដើរតួពីរយ៉ាងបើចេតនាក្នុងសហជាតិកម្មបច្ច័យគឺវាមានចិត្ត89និងចេតសិក51តែបើចេតនានឹងវានៅវាជានាខណ្ឌកកម្មបច្ច័យគឺវាមានតែអកុសល12និងកុសល21អញ្ចឹងអ្នកគ្រូដែលជាវិបាកនោះវាមាន36ច្បាស់ហើយអ្នកគ្រូអរគុណអ្នកគ្រូអ្នកគ្រូអត់ញែកអាកន្លែងនេះមិញខ្ញុំវល់បណ្ដោយយើងចាំឲ្យខ្លីគឺចេតនានៅក្នុងចិត្ត33នឹងដើរតួនាទីពីរយ៉ាងគឺមានលក្ខណៈកម្មផងហើយនឹងសហជាតិកម្មៈផងនឹងចឹងបើចេតនានៅក្នុងលោកនៅក្នុងវិបាក36នឹងកិរិយាណាកិរិយាចិត្ត20ហ្នឹង
អាហ្នឹងវាដើរតួនាទីតែម្យ៉ាងទេគឺសហចេតកម្មបច្ច័យហ្នឹងចឹងប៉ុណ្្នឹង